Ok, trong video đóខ្ញុំទៅលេងកំពតទេតែទៅនេះគឺពិសេសមែនតើដោយសារតែខ្ញុំមកបាកន្លែងគេមួយដែលវាលោក private មែនតើយើងសិតជីទុកទៅទៀតបានយើងដល់កន្លែងគេយ៉ាងបានហើយនិយាយថា view វិញគឺស្អាតមែនតើអូខេចឹងឥឡូវហ្នឹងគឺខ្ញុំកំពុងធ្វើមកតាមផ្លូវទៅខេត្តកំពតហើយខ្ញុំអត់មានថតច្រើនទេកាត់ទៅឥឡូវហ្នឹងមកដល់វងមូលត្រេននេះហើយខ្ញុំកំពុងជិះ bus app ដើម្បីទៅជួបម៉ូតូប៉ុន្តែខ្ញុំអត់បានថតនៅកន្លែងជួបម៉ូតូទេហើយយើងទៅដល់កន្លែងគេតែម្ដងទៅដល់ពីមស្នេហ៍ដោយសារតែខ្ញុំទៅគេនៅពីមស្នេហ៍ហើយចម្ងាយគឺវាមិនឆ្ងាយពីក្រុងប្រហែលទេប៉ុន្តែជីប្រហែលជាខ្ទង់20នាទីដែរហើយពេលដែរគឺអត់ទាន់ឃើញអ្នកបើកទូកទេចឹងខ្ញុំត្រូវចាំនៅនឹងប្រហែលជា10នាទីទៀតបានទូកគាត់កន្លែងគេមកយកយើងហ្នឹងហើយក៏ពិតទៅពីផែទៅដល់កន្លែងគេហ្នឹងគឺវាមិនឆ្ងាយប្រហែលទេយើងជិះទូកបើទៅសឹងថា5នាទីដល់5នាទីផងគឺយើងនឹងដល់កន្លែងគេហ្នឹងហើយទៅដល់ហ្នឹងគឺស្អាតមែនទែនទាំងសេវាកម្មគេហើយទាំងការរៀបចំតុបតែងមកគឺស្អាតមែនទែនហើយមានទីធ្លាធំមែនទែនយើងដើរជិះទូកមានកន្លែងជិះកង់យើងអាចទៅ swim បានតែមិនមែនគេ swim ស្មើទេក្តៅមែនទែនហើយបន្ទាប់ខ្ញុំបានដើរឆ្វែងមើល resort គេហ្នឹងហើយបន្ទប់ក៏គេរួចរាល់ឲ្យយើងចូលទៅបាទអញ្ចឹងទៅដល់ក្នុងបន្ទប់ហ្នឹងគឺស្រឡះមែនទែនស្អាតទៅគឺចូលមកវាដូចថា vibe វាមកគឺត្រូវចិត្តខ្ញុំហ្មងខ្ញុំចិត្ត vibe អញ្ចឹងចូលទៅវាដូចក្នុងចិត្តគឺវាត្រជាក់ស្រួលមែនទែនហើយបាន sponsor ទេនិយាយថាតែខ្ញុំទៅវា experience ខ្លួនឯងហើយចំពោះបន្ទប់ដែលខ្ញុំស្នាក់នៅផ្ទាល់ដែរគឺយើងមានវាដដែលដើម្បីឲ្យយើងបើកទៅមើល view ខាងក្រៅគឺ view ព្រែកហើយយើងមើលទៅគឺឃើញដូចជាដងទេបាទខ្ញុំអត់ដឹងដែរអត់ដឹងច្បាស់នេះប្រហែលជាដងទេយើងមើលទៅឃើញ view ស្អាតមែនទែនហើយបន្តមកទៀតមកបាច់3ល្ងាចខ្ញុំក៏បានជិះម៉ូតូឡើងទៅប៉ាកាហ្វេលើភ្នំមួយកន្លែងដែលហាងដែរគឺខ្ញុំធ្លាប់ទៅកាលពីឆ្នាំមុនម្ដងគឺទៅចំខែភ្លៀងតែលើកនេះដែរគឺចំខែភ្លៀងទេហើយចំពោះផ្លូវឡើងគឺវាមិនជាពិបាកអីប៉ុន្មានទេតែគ្រាន់តែវាផ្លូវឡើងទួលរហូតហើយវាមានកន្លុកមានអីខ្លះៗហ្នឹងទៅតែគេមានផ្លូវបេតុងដែលគេចាក់សម្រាប់យើងឡើងមួយយើងចុះមួយហើយពេលដែរគឺខ្ញុំឡើងផ្លូវខុសពេលហ្នឹងវាកន្លុកអាខាងស្ដាំមកចឹងទៅខ្ញុំជិះខាងឆ្វេងបន្តិចដល់ហើយទៅវាក់មួយអ៊ុំតែជាអត់អីដែរហើយបន្ទាប់ពីបានជិះផាយជាខ្ទង់5 10នាទីឥឡូវហ្នឹងគឺខ្ញុំបានឡើងមកដល់ខាងលើភ្នំហ្នឹងហើយឡូមិនដឹងមកផ្លូវបាទគ្រាន់បើជាងលមុនខ្ញុំការមកឆ្នាំមុននេះខ្ញុំបាទចឹងហើយពេលខ្ញុំឡើងទៅដល់ហ្នឹងដែរគឺមានធ្វើច្រើនទេគ្រាន់តែទិញកាហ្វេមួយកែវហើយអង្គុយផឹកមើល view អីលេងមិនដឹងទេពីសារតែយើងទៅល្ងាចដែរហើយម៉ោង3ជាងហើយអញ្ចឹងប្រហែលជាម៉ោង 7:05 ហ្នឹងខ្ញុំក៏បានចុះមកវិញដើម្បីញ៉ាំអីដោយសារពេលហ្នឹងគឺ clear មែនទែនហើយ burger គេហ្នឹងគឺធំមែនទែនតម្លៃប្រហែលជា6ដូចជា7លេងខ្ញុំភ្លេចបើខ្ញុំអត់ចាំទេដោយសារតែវីដេអូហ្នឹងគឺយើងយូរដែរចូលប្រហែលជា2អាទិត្យជាងហើយពេលខ្ញុំញ៉ាំ burger ខ្ញុំស្អប់អាពេលយើងខាំទៅវាធ្លាតាមកូនមកវាពិបាកញ៉ាំមែនទែនហើយពេលខ្ញុំញ៉ាំហើយខ្ញុំក៏មកទិញនំប៉័ងអាំងមួយទៀតដោយសារកន្លែងគេខ្ញុំនៅវាឆ្ងាយអញ្ចឹងខ្លាចវាឡើង clear អីចឹងទៅក៏មកទិញនំប៉័ងអាំងហ្នឹងទុកឲ្យហើយទៅហើយឥឡូវហ្នឹងគឺមកដល់កន្លែងគេវាហើយទេសភាពគឺស្អាតមែនទែនហើយពេលមកដល់ហ្នឹងខ្ញុំអត់ត្រូវការចាំទុកអីទៀតទេដោយសារតែអ្នកបើកទុកគាត់នៅនឹងស្រាប់ហ្មងអញ្ចឹងទៅគាត់ឡើងទៅឆ្លងទៅកន្លែងគេហ្មងហើយទេសភាពគឺពិតជាស្អាតមែនទែនហ្មងហើយវីដេអូថ្ងៃទី1របស់ខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នា part 2